ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការយកទូរស័ព្ទ iPhone iPad ឬមួយក៏ tablet មកធ្វើជា portable monitor របស់យើងហើយអ្វីដែលយើងត្រូវការគឺត្រូវការនៅកម្មវិធីមួយដែលមានឈ្មោះថា ClientX ដែលយើងត្រូវដំឡើងនៅលើកុំព្យូទ័ររបស់យើងផងហើយនឹង device ដែលយើងចង់យកវាយកមកធ្វើជា portable monitor ហ្នឹងនៅពេលដែលយើងដំឡើងកម្មវិធីហ្នឹងហើយគឺយើងមិនចាំបាច់ប្រើខ្សែទាំងអស់គឺយើងអាច share screen ពីកុំព្យូទ័ររបស់យើងនឹងចូលមកក្នុង portable monitor របស់យើងដោយមិនបាច់ប្រើខ្សែទេអញ្ចឹងខ្ញុំនឹងទៅបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការភ្ជាប់ ClientX ហ្នឹងបាទអញ្ចឹងឥឡូវនេះយើងបើកកម្មវិធី ClientX នៅលើកុំព្យូទ័ររបស់យើងបន្ទាប់មកអ្នកនរគ្នាចុច start now ហើយយើងរកមើលពាក្យដែលគេដាក់ថា extend អញ្ចឹងនៅពេលដែលចុច extend គឺកម្មវិធីនឹងវានឹងបើកនៅ QR code មួយដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើម scan ហើយយើងត្រូវទៅបើកកម្មវិធី ClientX នៅលើទូរស័ព្ទដៃអ្នកទាំងអស់គ្នាកន្លែងមកមើលខាងលើឃើញកន្លែងគេដាក់ថាឧបករណ៍សម្រាប់ scan QR code ហ្នឹងយើងបើកមកបាទអញ្ចឹងនៅពេលដែលកាន់តែយើង scan គឺ ClientX ហ្នឹងវាចាប់ផ្ដើម link នៅឧបករណ៍របស់យើងចូលធ្វើជា portable monitor បានអញ្ចឹងនៅពេលដែលបានអញ្ចឹងហើយយើងអាចធ្វើការបើកនៅបាទឥឡូវម៉ៅរបស់ខ្ញុំគឺមានទាំងនៅលើទូរស័ព្ទដៃនេះដោយសារខ្ញុំអត់មាន tablet ឬមួយក៏ iPad ដើម្បីធ្វើជា portable monitor ទើបខ្ញុំយកទូរស័ព្ទមកធ្វើជាឧទាហរណ៍បាទឥឡូវយើងអាច connect បានហើយនៅពេលដែល connect បានហើយអ្នកនរគ្នាអាចផ្ទេរពី monitor របស់យើងកុំព្យូទ័រមកចូលមកក្នុងឧបករណ៍មួយទៀតបាទហើយយើងបើកអីក៏បានមើលវីដេអូក៏បានឬមួយក៏យើងបើកនៅឯកសារអីផ្សេងក៏បានដែរយើងអាចប្រើដៃរបស់យើងធ្វើដូចជាម៉ៅស្រេតនៅលើ portable monitor របស់យើងបានអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងបង្ហាញនៅវិធីសាស្ត្រផ្សេងៗទៀតដើម្បីជួយដល់អ្នកទាំងអស់គ្នា